សូមជូនរឿងបំណែកបេះដូងភាគទី25នាពេលយប់ដ៏ស្ងប់ស្ងាត់ពេលវេលាពាក់កណ្ដាលត្រៀមឈានចូលថ្ងៃថ្មីទៅហើយនោះមនុស្សម្នាជាច្រើនធ្លាក់ចូលក្នុងពិភពតន្ត្រីខុសតែអ្នកមានអាជីពជាគ្រូពេទ្យប៉ុណ្ណោះកំពុងតែមមាញឹកជាមួយអ្នកជំងឺកំពុងស្រែកសុំឲ្យគ្រូពេទ្យជួយសង្គ្រោះជាច្រើនអ្នកកំឡោះសង្ហានាមជាគ្រូពេទ្យផ្នែកបេះដូងឯណោះវិញត្បិតតែទៅតែចូលធ្វើការពិតមែនប៉ុន្តែគេហាក់សាំនឹងស្ថានភាពចលាចលទាំងអស់នេះរួចទៅហើយទៅមិនបង្កការកកស្ទះអ្វីឲ្យគ្រូពេទ្យដទៃទៀតនោះឡើយលោកគ្រូពេទ្យអេលិចទំនេរដែរទេជួយចូលរួមវះកាត់ជាមួយពួកយើងបានដែរទេពេលនេះសាស្ត្រាចារ្យលូណាជាប់រវល់វះកាត់ហើយគ្រូពេទ្យផ្នែកសណ្ដំរត់មករកអេលិចសាន់ដែលព្យាបាលរបួសឲ្យអ្នកជំងឺនៅផ្នែកសង្គ្រោះបន្ទាន់បាទរៀបចំទៅខ្ញុំទៅឥឡូវនេះបាទឆាប់ឡើងលោកគ្រូពេទ្យអេលិចយល់ព្រមហើយឆាប់បញ្ជូនអ្នកជំងឺទៅបន្ទប់វះកាត់ភ្លាមទៅអ្នកកំឡុងស្រែកតាមទូរស័ព្ទប្រាប់ក្រុមវះកាត់ទាំងស្លន់ស្លោត្បិតពេលវេលាជាអាយុជីវិតរបស់អ្នកជំងឺក្រុមមនុស្សអាវសបានផ្លាស់ប្ដូរពាក់អាវពណ៌បៃតងចាស់ទាំងអស់គ្នាដើម្បីចូលរួមវះកាត់អ្នកជំងឺដែលមានរោគបេះដូងចំហអ្នកជំងឺខាមេអែលឡាមេឡាយភេទស្រីអាយុ19ឆ្នាំមានរោគបេះដូងមានរុនពីកំណើតដែលមានឈាមហូរច្រើនខុសប្រក្រតីតម្រូវការឲ្យវះកាត់បើកទ្រូងភ្លាមសម្ពាធឈាមកម្រិតថ្នាំសណ្ដំកំពុងដំណើរការក្រុមជំនួយគ្រូពេទ្យវះកាត់និយាយពីស្ថានភាពអ្នកជំងឺហើយការវះកាត់ក៏ចាប់ផ្ដើមក្រោយអ្នកជំងឺសន្លប់ដោយសារថ្នាំសណ្ដំរួចអេលិសាន់ចាប់ផ្ដើមកាន់កាំបិតវះកាត់ឈោតទ្រូងត្រង់កន្លែងដែលវិនិច្ឆ័យបានត្រឹមត្រូវបន្ទាប់មកទៀតប្រើម៉ាស៊ីនបឺតខ្យល់ដាក់ដំណើរការម៉ាស៊ីនជំនួយបេះដូងនិងសួតបន្ទាប់មកទៀតចាប់ផ្ដើមដេរមុខរបួសដោយប្រើបន្ទះពិសេសបិទជិតរុនវិញការដេរបិទមុខរបួសរបស់អេលិសាន់មានភាពចម្លែកនិងធ្នេរស្អាតល្អព្រមទាំងរហ័សទៀតផងសម្បីតែគ្រូពេទ្យស្ថិតក្នុងបន្ទប់វះកាត់ជាមួយគ្នានោះក៏មើលមិនទាន់ឡើយសពបញ្ជាក់ថាអេលិសាន់ជាមនុស្សមានទេពកោសល្យផ្នែកវះកាត់នេះជាយូរឆ្នាំមកហើយចំណាយពេល2ម៉ោង30នាទីទីបំផុតការវះកាត់ក៏ត្រូវបានបញ្ចប់ដោយរលូនរឿងខ្ពស់ស្រឡះងាកមើលនាឡិកាឃើញម៉ោង3ទៀតភ្លឺទៅហើយចំណែកនៅជាន់ខាងលើវិញក៏មានវត្តមានបរិសុទ្ធចំណាស់កំពុងតែឈរមើលការវះកាត់ជាមួយ Claire Denny ដែរសំឡេងទះដៃអបអរសាទរបន្លឺពីក្រុមវះកាត់ត្បិតនេះជាករណីទី1សម្រាប់ពួកគេហើយប៉ុន្តែធ្វើបានល្អណាស់ថែមទាំងលឿនរហ័សទទួលបានបទពិសោធន៍ថ្មីកំឡុងពេលវះកាត់ទៀតផងលោកគ្រូពេទ្យអេលិញពូកែណាស់មានជំនាញបែបនេះហេតុអីទើបតែមកដល់មន្ទីរពេទ្យពួកយើងអញ្ចឹងលោកគ្រូពេទ្យជាផ្កាយសំណាងដល់មន្ទីរពេទ្យពួកយើងហើយការសរសើរពីក្រុមការងារធ្វើឲ្យនាយកំឡុងរៀងទៅផ្ទាល់បន្តិចត្បិតមានមនុស្សចាស់កំពុងតែសម្លឹងមើលមកពីកញ្ចក់ជាន់ខាងលើអូលោកអគ្គនាយកអ្នកនាយប្រធានទាំងគ្រូពេទ្យជំនួយការងាកមុខអោនគោរពលោកថូម៉ាស់និង Claire Denny ដែលមើលពីខាងលើមកនោះពួកគេឈរស្ងៀមដូចរូបចម្លាក់ព្រោះនេះគឺជាលើកទី1ហើយដែលម្ចាស់មន្ទីរពេទ្យមកមើលការវះកាត់ដោយផ្ទាល់ខ្ញុំសូមតមុនសិនហើយអេលិសាន់អោនគោរពគ្រប់គ្នាមុននឹងដើរចេញពីបន្ទប់វះកាត់ដោយអ្នកជំងឺក៏ត្រូវអូសចេញទៅកាន់បន្ទប់ ICU រងចាំការតាមដានពី3ថ្ងៃដើម្បីតាមដានអាការៈបន្តទៀតផងដែរអេលិចរៀងក្រាំងដើរញាប់ក៏ឮសំឡេងចេញពីក្រោយខ្នងដោយបន្លឺខ្សៅហៅគេក៏ងាកមើលទៅឃើញ Claire Denny កំពុងតែដើរមករកគេទាំងមុខញញឹមធ្វើបានល្អណាស់លោកប៉ានិងបងមានមោទនភាពលើអេលិចណាស់នាងសរសើរគេទាំងញញឹមចេញពីចិត្តភាពស្មុគស្មាញមុននេះបើគ្មានអេលិចមកជួយទេរឿងនឹងពិបាកស្ថានភាពនៅមន្ទីរពេទ្យក៏កាន់តែចលាចលគ្រូពេទ្យឯកទេសបេះដូងលាឈប់ភ្លាមម្ដងទាំងអស់ធ្វើឲ្យមន្ទីរពេទ្យคล้ายជារញ៉េរញ៉ៃមួយរំពេចដោយសារតែបានលោកអ៊ំនិងបង Claire ទេ
តែបង្រៀនទៅខ្ញុំពូកែបែបនេះគេដាក់ខ្លួនមិនយកពាក្យសរសើរលើកដំកើងខ្លួនឯងទេប៉ុន្តែគេនិយាយដោយការដឹងគុណមនុស្សចាស់ទុំសាច់ញាតិដែលបានមើលថែប្រដៅនឹងបង្រៀនដល់គេមែនហើយតែក៏មកពីឯងពូកែស្រាប់មិនអញ្ចឹងប៉ាអ៊ំគេបើកភ្នែកធំមិនស្មានថាលោកធំម៉ាំងក៏ដើរមករកគេដែរសោះនាយកំឡុងអោនក្បាលគោរពគាត់ពោះច្រើនខ្លាំងណាស់ឯងនេះដោយប៉ាឯងមិនខុសទេពូកែដូចយើងកាលនៅពីក្មេងគាត់និយាយទាំងមុខញញឹមមានមោទនភាពខ្លាំងណាស់ដែលក្មួយប្រុសចិញ្ចឹមដោយកូនបង្កើតមានសមត្ថភាពខ្លាំងពូកែបែបនេះប៉ានិយាយបែបនេះប្អូនអៀនហើយសម្លេងសើចក៏ក្អឹងរបស់ពួកគេធ្វើឲ្យក្រុមគ្រូពេទ្យវះកាត់ទៅចេញមកខាងក្រៅធ្វើមុខលេឡង់ពេលឃើញលោកធំម៉ាស់សើចបែបនេះព្រោះវាជាលើកទី1ហើយដែលឃើញគាត់សើចលះបែបនេះ